ជំរាបសួរពួកយើងមកពីក្រុមមួយដែលមានឈ្មោះថាប្លែកបកនៃអនុវិទ្យាល័យខេត្តរមៀសខ្ញុំបាទញ៉ាំមិញលីនាងខ្ញុំឈ្មោះវេចន្ទរតនាងខ្ញុំឈ្មោះលុយស្រីពេជ្រនាងខ្ញុំឈ្មោះជឿនចរិយាថ្ងៃនេះផងដែរក្រុមរបស់យើងខ្ញុំមកនិយាយអំពីវិធានបទគ្រោះថ្នាក់ភ្លើងឆេះព្រៃហើយចំណុចទី1គឺនិយាយអំពីប្រធានបទចំណុចទី2និយាយអំពីបញ្ហាប្រឈមចំណុចទី3និយាយអំពីដំណោះស្រាយចំណុចទី4គឺតួអង្គនៃហ្គេមហើយទី5គឺយើងចាប់ផ្ដើមអនុវត្តហ្គេមនោះសម្រាប់ប្រធានបទយើងគឺយើងធ្វើតាក់ទងទៅនឹងគ្រោះថ្នាក់ភ្លើងឆេះព្រៃវាអាចកើតឡើងដោយសារមូលហេតុមួយចំនួនដូចជាព្យុះផ្គររន្ទះដោយសារមនុស្សដុតឬយកសម្រាមទៅចោលក្បែរតំបន់ព្រៃឈើការចោលកុំជួយផ្ដេសផ្ដាសជាពិសេសតំបន់ព្រៃឈើនិងឧស្សាហកម្មផ្សេងខ្ញុំសូមបន្តភារកិច្ចទៅឲ្យមិត្តខ្ញុំជាអ្នកបន្តនាងខ្ញុំសូមបន្តភារកិច្ចនេះតទៅមិត្តភក្តិខ្ញុំចំណុចទី2បញ្ហាប្រឈមមាន3ចំណុចតូចក៏បញ្ហាបរិស្ថានគឺមានអាចនឹងធ្វើឲ្យរុក្ខជាតិស្លាប់អស់សត្វព្រៃនៅក្នុងព្រៃក៏អាចនឹងបាត់បង់ជីវិតហើយនឹងដីក៏គ្មានជីវជាតិចំណុចខគឺបញ្ហាអាកាសធាតុអាចបណ្ដាលឲ្យមានឧស្ម័នកាបូឌីអុកស៊ីតបណ្ដាលឲ្យក្តៅហួតហែងនៅលើផែនដីនិងហើយក៏អាចនឹងឈានចូលទៅដល់ខ្វះទឹកភ្លៀងផងដែរចំណុចកគឺចំណុចចុងក្រោយដែលបញ្ហាគ្រប់គ្រងនិងការការពារដែលខ្វះកម្លាំងមនុស្សបច្ចេកវិទ្យាហើយក៏អាចនឹងមនុស្សកាត់ឈើដែលបណ្ដាលឲ្យក្តៅហួតហែងក៏អាចឆេះព្រៃបានដែរនាងខ្ញុំក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំសូមបន្តភារកិច្ចពីមិត្តភក្តិរបស់ខ្ញុំដំណោះស្រាយឲ្យភ្លើងឆេះព្រៃយើងកំដុតភ្លើងកំដុតអ្វីដែលនៅគៀនទៅឆេះរាលដាលទៅដល់ព្រៃទៅដល់ភ្នំដែលមានដើមឈើធំហើយកំដុតដាក់មេឈើណាដែលងាប់ហើយមានសម្រាមថង់ប្លាស្ទិកដែលគួរឲ្យឆេះទៅដល់ព្រៃឈើនឹងគៀនហ្នឹងហើយនឹងបណ្ដាលឲ្យបើសិនជាយើងដុតបណ្ដាលឲ្យងាប់ទៅដល់សត្វព្រៃគៀនហ្នឹងសត្វសាធារណៈនិងផ្ទះអ្នកជិតខាងដើម្បីកុំឲ្យនេះយើងត្រូវកំដុតនៅគៀនហ្នឹងយើងត្រូវទៅដុតនៅឆ្ងាយពីផ្ទះអ្នកជិតខាងភ្នំភូមិនិងឲ្យឆ្ងាយពីព្រៃដែលឲ្យកុំឲ្យគ្រោះថ្នាក់ទៅដល់ប្រជាជននិងដើមឈើសត្វផ្សេងយើងគួរការពារឲ្យបានល្អដើម្បីកុំឲ្យឆេះដល់អ្វីគ្រប់យ៉ាងហើយកុំដុតនៅគៀនមេឈើណាដែលងាប់ថង់ប្លាស្ទិកដែលបណ្ដាលឲ្យឆេះយើងកុំដុតហើយបើសិនជាឆេះយើងត្រូវតែហៅឡានទឹកឬក៏បលត់អគ្គិភ័យមកទាន់ពេលវេលាមូលហេតុដែលពួកយើងបង្កើតហ្គេមនេះគឺព្រោះតែសប្តាហ៍ថ្ងៃនេះពួកយើងបានឃើញថាប្រទេសឈើបានទទួលរងការបំផ្លាញពិសេសគឺដោយសារតែមនុស្សកាប់ព្រៃឈើហើយនិងដោយសារតែគ្រោះធម្មជាតិពួកយើងបង្កើតហ្គេមនេះគឺចង់ឲ្យព្រោះថាយើងចង់ឲ្យប្រជាជនក៏ដូចជាក្មេងជំនាន់ក្រោយបានយល់ដឹងអំពីព្រៃឈើក៏ដូចជាចង់ឲ្យពួកគាត់ចូលរួមក្នុងការដាំដើមឈើនិងអភិរក្សព្រៃឈើហើយនិងសត្វដែលមានជីវិតនៅក្នុងព្រៃដើម្បីជាសម្បត្តិធម្មជាតិដល់ក្មេងជំនាន់ហើយបង្កើតហ្គេមនេះគឺពួកខ្ញុំបានចែកជាក្រុមហើយចែកធ្វើជាមួយផ្នែកហើយមានផ្នែកខាងប្រធានបទធ្វើរចនាសម្ព័ន្ធធ្វើដំណោះស្រាយនិងធ្វើតួអង្គហ្គេមហើយធ្វើជាងហ្គេមនៅក្នុង contract ស្រីពួកយើងបានចែកធ្វើជាក្រុមមានអ្នកធ្វើ slide ធ្វើជាផ្នែកខុសគ្នាជាចុងបញ្ចប់នេះខ្ញុំសូមអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះដល់ចប់